ក្រោមកម្ដៅថ្ងៃក្តៅហែងកណ្ដាលវាលស្រែស្ត្រីចំណាំម្នាក់តស៊ូរើសអាចគោយកមកធ្វើជាជីដាក់ដំណាំដែលដាំនៅជុំវិញផ្ទះដើម្បីបានផលយកទៅលក់នៅឯផ្សារនិងបានជាប្រាក់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃអ្នកស្រីយឹមគៀជាស្ត្រីទុរគតម្នាក់រស់នៅភូមិព្រែនស្ថិតក្នុងឃុំព្រៃគុយស្រុកកំពង់ស្វាយខេត្តកំពង់ធំតស៊ូរស់នៅតែម្នាក់ឯងជាង20ឆ្នាំមកហើយតាំងពីឪពុកម្ដាយបានស្លាប់ចោលទៅបច្ចុប្បន្នអ្នកស្រីគៀមានវ័យ65ឆ្នាំហើយនិងប្រកបរបរដាំដំណាំបន្តិចបន្តួចនៅជុំវិញផ្ទះកំពុងយោងទឹកស្រោចដំណាំឆ្លៀតតបដោយសម្លេងតិចអ្នកស្រីត្រូវយោងទឹកឡើងពីស្រះជម្រៅ3ម៉ែត្រដើម្បីយកទៅស្រោចស្រពដំណាំនិងឆ្លៀតដើររើសអាចគោតាមវាលស្រែមកធ្វើជាជីបំពន់ក្រាន់នឹងបានភោគផលជាផ្លែផ្កាប្រមូលយកទៅលក់បានកម្រៃចិញ្ចឹមជីវិតស្ត្រីរូបនេះកាលនៅមានកម្លាំងគាត់អាចដាំដំណាំបានដូចជាក្រសាំងទៀបសាឡាត់ជីស្ពៃជាដើមដែលអាចរកចំណូលបានប្រចាំថ្ងៃតែដល់បច្ចុប្បន្នកម្លាំងគាត់ថយចុះមិនអាចដាំដំណាំទាំងនោះបានទៀតឡើយហើយបច្ចុប្បន្ននេះដាំបានតែដំណាំចេកប៉ុណ្ណោះដែលជាដំណាំមានភាពធន់ជាហូរហែដំណាំចេកអាចទម្លាក់ផលជាផ្លែនិងត្រយោងជាបន្តបន្ទាប់នៅចុងរដូវវស្សានិងនាដើមរដូវប្រាំងដែលផ្លែចេកមួយស្ទងអាចលក់បានក្នុងតម្លៃចន្លោះពី8,000ទៅ15,000 រៀលដែរតែលុះចូលដល់រដូវប្រាំងស៊ុបបន្តិចមេឃក្តៅដើមចេកខ្លះក៏ចាប់ផ្ដើមបាក់កនិងមិនអាចចេញផ្កាផ្លែបន្តបានឡើយដែលធ្វើឲ្យជីវភាពរបស់អ្នកស្រីយឹមគៀប្រឈមនឹងភាពខ្វះខាតព្រោះតែប្រាក់ចំណូលមិនទៀងទាត់រដូវក្តៅបានតម្រូវឲ្យលោកយាយគៀដងទឹកស្រោចដំណាំនេះជាប្រចាំទៀតផងពីដើមប្រឹងខ្ញុំដាំបានថ្នាំណាបាទទៅបានក្មួយទៅជួយលក់យកលក់សាប្លោក 4,000 តាំងទៀតកសាំងទៀបហ៎ចាប់ដើមរៀននេះរៀនដល់ពេលពុកអស់ទៅអស់អុយដាក់ក្រៅក្រោមជីដាក់មកបណ្ដោយនេះដាក់ទៅទឹងចេះបានលក់កាលនោះមានបាក់ទេដល់ទៅលូខ្លែងឆក់នោះម៉ួយមកដល់យកទឹកបាទដាក់មក150ដុំ1800ចេកមិនទាន់អានេះទេមិនយ៉ាប់អត់អុយក្រៅរៀនអ្នកស្រីគៀមានបងប្អូន7នាក់ប្រុស3នាក់និងស្រី4នាក់គាត់ជាកូនទី3កើតក្នុងគ្រួសារក្រីក្រដែលមានឪពុកពិការភ្នែកទាំងសងខាងក្រោយសង្គ្រាមបងប្អូនបានបែកគ្នាអស់ខ្លះទៅរកស៊ីខ្លះទៅធ្វើទីហ៊ានហើយខ្លះក៏បាត់ដំណឹងសូនឈឹងមិនឃើញត្រឡប់មកផ្ទះវិញឡើយហើយបច្ចុប្បន្ននេះនៅតែបងស្រីម្នាក់ប៉ុណ្ណោះដែលរស់នៅក្បែរប៉ុន្តែជីវភាពរបស់គាត់ក៏ពិបាកដែរដើមនៅជុំគ្នា7ដល់បែកត្រឹមសគៀមខ្លះទៅនៅបទៅជាមួយម្ដាយមីងក៏ត្រូវជីកបងជាអុយបាទដល់បែកក៏បែករហូតនឹងឯណាទៅនេះអត់ដែរបានជួបនេះទេអត់ចុះឥឡូវនេះនៅភូមិស្រុកនេះបានមានបងប្អូននៅដែរអត់តែនេះចេះណាបងកាខ្ញុំយ៉ាប់ដែរណាមានផ្ទះទេណាឪពុកអ្នកស្រីគៀបានស្លាប់តាំងពីឆ្នាំ1988ខណៈដែលម្ដាយរបស់គាត់បានស្លាប់ចោលនាអំឡុងឆ្នាំ2000ដោយមិនមានប្តីនិងកូននោះស្ត្រីរូបនេះបានបន្តរស់នៅតែម្នាក់ឯងរហូតមកក្នុងខ្ទមកំសត់មួយនៅលើដីកេរឪពុកម្ដាយនិងដាំដំណាំនៅជុំវិញផ្ទះលើដីប្រមាណជាង400ម៉ែត្រការ៉េនិងដីស្រែប្រមាណ300ម៉ែត្រការ៉េប៉ុណ្ណោះដើម្បីចិញ្ចឹមជីវិតកាលវ័យមិនទាន់ជរាការដាំដុះដំណាំនៅជុំវិញផ្ទះលើផ្ទៃដីទាំងនេះក៏អាចរកចំណូលបានផ្គត់ផ្គង់ជីវភាពដែរប៉ុន្តែពេលវ័យជរាចូលមកដល់កម្លាំងក៏ទ្រុឌទ្រោមថយចុះអ្នកស្រីគៀមិនអាចដាំដំណាំវិលជុំដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃឡើយហើយដំណាំចេកដែលនៅជុំវិញផ្ទះនេះក៏មិនអាចផ្ដល់ផលផ្គត់ផ្គង់ឲ្យលោកស្រីគៀបានគ្រប់គ្រាន់ជីវភាពដែរហើយបច្ចុប្បន្នការហូបចុកប្រចាំថ្ងៃអ្នកស្រីគៀត្រូវត្បិតត្បៀតបន្តិចហើយពេលខ្លះបានអ្នកជិតខាងបងប្អូនកូនក្មួយហុចបាយសម្លខ្លះដែរសម្រាប់ជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃទៅថ្ងៃមកសោះដល់ភ្ជុំអើយចូលឆ្នាំមកបានគេហុចលេខការចូលឆ្នាំមកដល់ទៅមុខនេះ5,000នេះដល់5,000គេជុំណាអ្នកស្រុកអូមិនត្រឹមតែបងប្អូនទេស្
ត្រីដែលមានការតស៊ូក្នុងជីវិតរូបនេះមិនរាថយឡើយបើទោះជាមានពេលខ្លះជីវភាពមិនគ្រប់គ្រាន់និងមានពេលខ្លះក៏ខ្វះខាតខ្លាំងហើយពេលខ្លះក៏ត្រូវឈឺថ្កាត់លំបាកយ៉ាងណាក៏គាត់នៅតែបន្តខំប្រឹងតស៊ូរស់នៅបន្តទៀតអត់ទៀនទេអាសាមុនកាប់តអស់ភាសាទៅទ្រាំបានធ្លាក់ទៀតអត់ទៀនមើលចេះអីដៅពេកចាក់ទៅរងថ្ងៃហើយមើលក្រាំងវាចាក់នេះបើថាទៅញ៉ោះដំណងរួចទេបើយោងតាមសម្ដីមេភូមិប្រេនលោកសៀងវឿមេភូមិរូបនេះបានប្រាប់ឲ្យដឹងពីរឿងរ៉ាវនៃជីវិតរបស់អ្នកស្រីគៀដែលជាទុរគតជនរស់នៅតែម្នាក់ឯងនិងមានជីវភាពខ្វះខាតលំបាកខ្លាំងមេភូមិបន្តថានៅភូមិប្រេនមានពលរដ្ឋប្រមាណ150គ្រួសារស្មើនឹង125ខ្នងផ្ទះហើយមានប្រជាជនសរុប646នាក់ស្ត្រី337នាក់ក្នុងនោះមានទុរគតជន6នាក់ជាស្ត្រីពលរដ្ឋនៅភូមិប្រេនភាគច្រើនប្រកបរបរធ្វើស្រែប្រដេញទឹកនិងសេសសល់ពេលវេលាពីការធ្វើស្រែពលរដ្ឋមួយចំនួនបានចាក់ចេញទៅរកការងារធ្វើនៅខាងក្រៅស្រុកដូចជាធ្វើសំណង់ឬធ្វើជាកម្មកររោងចក្រជាដើមរីឯជីវភាពវិញក្នុងចំណោម150គ្រួសារនោះមានពលរដ្ឋ46គ្រួសារក្រីក្រលំបាកខ្លាំងដែលជាប់សម្ភាសជាលំដាប់ពលរដ្ឋក្រីក្រនិងទទួលបានប័ណ្ណសមធម៌ឬប័ណ្ណក្រីក្រសម្រាប់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាលក្នុងចំណោមពលរដ្ឋក្រីក្រទាំងនោះក៏មានអ្នកស្រីយឹមគៀនិងទុរគតជន5នាក់ផ្សេងទៀតផងដែរចំណែកពលរដ្ឋក្នុងភូមិ60គ្រួសារទៀតក៏បានសម្ភាសជាប់ចំណាត់ថ្នាក់ជាពលរដ្ឋមានហានិភ័យខ្ពស់ផងដែរនិងទទួលបានប័ណ្ណហានិភ័យសម្រាប់ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋនានាជារួមក្នុងចំណោមប្រជាជន150គ្រួសារមាន 70% ហើយដែលកំពុងប្រឈមនឹងភាពក្រីក្រលោកមេភូមិប្រេនបង្ហាញក្តីបារម្ភថាបណ្ដាទុរគតជនទាំងនោះពុំមានសាច់ញាតិផ្ទាល់ទេកាលបើវ័យជរាខ្លាំងរាងកាយទ្រុឌទ្រោមលែងអាចគាំពៀខ្លួនឯងបានហើយពុំមានអ្នកចាំមើលថែទាំដិតដល់ទៀតនោះពួកគេនឹងជួបទុក្ខលំបាកខ្លាំងមិនខានឡើយបញ្ហានេះលោកមេភូមិចង់ឲ្យរដ្ឋាភិបាលរៀបចំឲ្យមានមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរានិងទុរគតជនដើម្បីធានាបាននៅសុខុមាលភាពរបស់ពួកគាត់នៅក្នុងវ័យចាស់ជរាសូមជារដ្ឋាភិបាលឬក៏អង្គការនានាការរដ្ឋាភិបាលមានកិច្ចសហការមកជួយដល់ពួកគាត់ដូចតែចាស់ពលគុតណាខ្ញុំក៏មានមជ្ឈមណ្ឌលមនុស្សចាស់ទៅឈឺមានពេទ្យមានអ្នកគ្រប់គ្រងក៏មានអញ្ចឹងពិតជាល្អ